ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនអំពីរបៀបក្នុងការបង្កើត Apple ID សម្រាប់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទ iPhone សម្រាប់បងប្អូនដែលមិនទាន់មានឬក៏បងប្អូនមានតែប្រើរបស់គេចង់បងប្អូនចង់បង្កើត Apple ID ទៅផ្ទាល់ខ្លួនបងប្អូនអាចមើលវីដេអូនេះបានខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបធ្វើចឹងជាដំបូងយើងចូលមកកាន់ setting សិនមកបើសិនជាយើងមាន Apple ID ហើយវាអាចជារបស់យើងឬក៏របស់គេបងប្អូនចង់ដូរចេញដើម្បីប្រើប្រាស់របស់ខ្លួនឯងបងប្អូនអាចចុចកន្លែង sign out នេះទៅកន្លែង sign out នេះបងប្អូនអាចចុចចេញបានបងប្អូនដោយសារខ្ញុំភ្លេចបើកអ៊ីនធឺណិតចឹងបងប្អូនចុច sign out ហើយវានៅបាត់ហើយអញ្ចឹងយើងចូលមកកាន់ Apple បងប្អូន App Store ច្រឡំ Apple បងប្អូនចូលមកកាន់ App Store គឺវាលែងមានហើយអញ្ចឹងយើងចុចពាក្យ create new Apple account បងប្អូនអញ្ចឹងយើងចុចលើវាមកពេលបងប្អូនចុចហើយគឺទី1ខាងលើនេះគឺយើងដាក់ email បងប្អូន email ហ្នឹងមានន័យថាយើងបង្កើតមុនបងប្អូនមិនមែនយើងមកបង្កើតលើនឹងទេគឺ email ដែលយើងបង្កើតហើយអញ្ចឹងយើងដាក់ password ហើយយើងចុច verify password ម្ដងទៀតមកបងប្អូនហើយយើងចុចខាងក្រោមនេះគឺយើងចុច agree to term បងប្អូនយើងចុចឲ្យវាបើកមកហើយយើងចុចពាក្យ done បងប្អូនចុច done ហើយវានឹងលោតមកបន្តទៀតហើយយើងធ្វើការបំពេញឈ្មោះហើយនេះខ្ញុំសូមដាក់ព្រាលទេបងប្អូនដោយសារតែត្រូវការព័ត៌មានផ្ទាល់ខ្លួនបងប្អូនអញ្ចឹងយើងដាក់បំពេញឈ្មោះនាមតកូលថ្ងៃខែឆ្នាំកំណើតរបស់យើងបងប្អូនយើងបំពេញវាឲ្យអស់មកបងប្អូនអាចដាក់ឈ្មោះពិតក៏បានដាក់ឈ្មោះមិនពិតក៏បានដែរបងប្អូនត្រង់កន្លែងហ្នឹងតែខ្ញុំសូមដាក់ពិតបងប្អូនដោយសារខ្ញុំបង្កើតប្រើប្រាស់ជាផ្លូវការតែម្ដងអញ្ចឹងខ្ញុំសូមដាក់ឈ្មោះពិតហើយមកដល់ចំណុចនេះគឺយើងចុចយកពាក្យណាន់ដោយសារយើងអត់ប្រើជាមួយនឹង credit card ទេគឺយើងចុចយកពាក្យណាន់បងប្អូនហើយទៅទៅនឹង line street នេះបងប្អូនអាចដាក់មកផ្លូវលេខម៉ានកន្លែងហ្នឹងទោះខុសក៏អត់បញ្ហាដែរបងប្អូនហើយចំពោះ city នេះបងប្អូនគឺ city នេះយើងរើសយកខេត្តរបស់យើងឬក៏បងប្អូនដាក់នៅភ្នំពេញក៏បានតែសំខាន់កន្លែង postal code បងប្អូនកន្លែង post code ហ្នឹងបងប្អូនបំពេញឲ្យត្រូវបងប្អូនអញ្ចឹងទីតងនៅខ្ញុំនៅក្រចេះបងប្អូនខ្ញុំដាក់ក្រាធីតែដោយសារនៅក្នុងនេះគឺក្រចេះវាអត់សរសេរក្រាធីដូចគេប្រើផ្លូវការទេគេវាសរសេរពាក្យក្រាចិនវិញបងប្អូនអញ្ចឹងយើងដាក់តាមវាមកហើយចំពោះ post code របស់ក្រចេះគឺ10គុត109បងប្អូនអញ្ចឹងនៅពេលដែលយើងបំពេញហើយគឺវា load មកឲ្យយើង verify ជាមួយនឹងលេខទូរស័ព្ទអញ្ចឹងបងប្អូនធ្វើការដាក់លេខទូរស័ព្ទទៅលេខទូរស័ព្ទបងប្អូនបានបងប្អូនដាក់មកដើម្បី verify ជាមួយនឹងលេខទូរស័ព្ទហើយនៅពេលដែលវា verify នឹងលេខទូរស័ព្ទហើយវានឹងផ្ញើលេខកូដទៅ Gmail ឲ្យយើង verify ជាមួយនឹង Gmail ម្ដងទៀតបងប្អូនតែខ្ញុំកន្លែងនេះដោយសារតែខ្ញុំបានបង្កើតម្ដងហើយអញ្ចឹងខ្ញុំអត់បញ្ជាក់ទៀតទេបងប្អូនវាអត់ពិបាកទេបងប្អូនគ្រាន់តែដាក់លេខទូរស័ព្ទបងប្អូនមកហើយចុចពាក្យ verify វានឹង load ទៅឲ្យ verify ជាមួយនឹង Gmail ទៀតអញ្ចឹងនៅពេលដែលយើង verify ជាមួយនឹង Gmail គឺ Apple ID របស់យើងនឹងប្រើប្រាស់បាន 100% អញ្ចឹងបងប្អូនយកទៅ log ចូលនៅក្នុងយកទៅ sign in នៅក្នុង setting បងប្អូនទៅ sign in ជាមួយនឹងApple ID របស់យើងទៅគឺយើងនឹងប្រើប្រាស់សម្រាប់ download កម្មវិធីផ្សេងៗបាននៅលើ App Store បងប្អូនtrong videoនេះសូមបញ្ចប់ត្រឹមនេះអរគុណបងប្អូនសម្រាប់ការទស្សនាបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច like ចុច share នៅវីដេអូរបស់ខ្ញុំផងជាពិសេសបងប្អូនដែលមិនទាន់បានចុច subscribe សូមបងប្អូនចុច subscribe ហើយដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗទៀតពេលនេះខ្ញុំបាទអាវុធក៏សូមអរគុណនិងសូមជម្រាបលា